ខ្ញុំពេញចិត្តលោកខ្លាំងណាស់បើលោកគិតថាខ្ញុំមិនអីទេពួកយើងទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ថ្ងៃហ្នឹងតែម្ដងទៅថ្ងៃហ្នឹងចា អូនឯងព្រមរៀបការទាន់ហន់ជាមួយបងអញ្ចឹងមិនស្ដាយក្រោយទេអីត្រឹមខ្ចីលុយគេរាប់លានមករកស៊ីខ្ញុំហ៊ានធ្វើទៅហើយចុះតម្រាំរឿងរៀបការប៉ុណ្ណឹងមានអីត្រូវស្ដាយក្រោយនោះលុយបំណុល1 លានមុននឹងជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេលោកមិនបាច់ជួយសងទេនេះជាកិច្ចសន្យាបំណុលមុនរៀបការដែលខ្ញុំបានរៀបចំទុកលោកមើលសិនទៅបើគ្មានបញ្ហាអីទេចាំស៊ីញ៉េនារីម្នាក់នេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្តិចហើយពួកយើងរៀបការរួចហើយតើគួរតែទៅជួបចាស់ទុំបន្តិចទេពិតជាគួរតែទៅហើយជួបគ្នាលើកដំបូងបងត្រូវទៅរៀបចំកាដូខ្លះសិនអូលោកទៅមុនចុះចាំខ្ញុំទៅផ្ទះប្រាប់ប៉ាម៉ាក់ខ្ញុំមុនអេយូឈីងយីឈីងបងមិនទាន់មានលេខទូរស័ព្ទអូនផងរៀបការរួចហើយភ្លេចឲ្យលេខទូរស័ព្ទឈឹងនេះមករួចហើយមានការអីចាំខលតាក់ទងគ្នាម៉ាក់ឲ្យឯងទៅមើលចិត្តជាមួយមួយឆាងហ្វុងឯងមើលមនុស្សខុសក៏ហីចុះតែរឿងថ្លៃទឹកដោះមិនទាន់និយាយគ្នាត្រូវផងឯងហ៊ានរៀបការទាន់ហន់ជាមួយគេអញ្ចឹងហាសគេថែមទាំងមានកូនជាប់តាមខ្លួន2នាក់ទៀតថ្លៃទឹកដោះច្បាស់ជាត្រូវកាត់កង្អស់មិនខានមកពីម៉ាក់ឯងនឹងប្រាប់ខ្ញុំថាអ្នកកំឡោះនឹងជាមេការសំណងខ្ញុំស្មានតែអ្នកពាក់មួកសុវត្ថិភាពនឹងហើយនឹកស្មានមិនដល់ថាចៃដន្យឲ្យអីប៉ះចំណែកឈ្មោះដូចគ្នាអាមួយដែលឯងរៀបការនឹងគុំប្រាប់ណាថាជាកម្មករសំណងនោះអូយព្រះអើយកម្មករសំណងមានលុយស្អីទៅឯងចង់ឲ្យឯងខឹងស្លាប់មែនទេអញវាឯងឥឡូវហើយកុំអីត្រជាក់ចិត្តសិនទៅកុំតន់អើខឹងអីយូឈីងវាមិនបានតាំងចិត្តឯណាប៉ាឯងនៅកាន់ជើងវាទៀតមើលខ្លួនឯងទៅមើលវាបំផ្លាញរឿងមើលចិត្តប៉ុន្មានដងហើយឯងតាំងចិត្តច្បាស់ណាស់មែនទេណែយកទៅតាមអាមួយនឹងមកហើយលេងលេះគ្នាភ្លាមបើមិនអញ្ចឹងទេកុំបន្ទោសថាម៉ាក់មិនរាប់រកកូនស្រីដូចឯងអាឡូឆាងហ្វុងឆេងវិញសុំទោសផងគឺខ្ញុំមើលមនុស្សខុសទេរឿងរៀបការនេះពួកយើងលេងលេះគ្នាវិញទៅអញគិតមើលទៅអាណាមួយមេម៉ាយនិងអាណាមួយក្រមុំថ្លៃទឹកដោះខុសគ្នាគប់ខឹងចង់ឈួតហើយអញអូនចាំនៅនឹងហើយបងទៅរកអូនឥឡូវនេះចែទី2អាប្តីមួយរំពេចរបស់ចែងនឹងពេលណាទៅវាមកដល់ហាសគ្រូសាយើងទាំងមូលត្រូវមកអង្គុយចាំអាកម្មករសំណងកំសត់មួយនឹងអីរកធំម្លេះបើឯងមិនចង់ចាំឯងអាចទៅមុនបានតើយូឈីងម៉ាក់គម្រប់អ្នកមានលក្ខខណ្ឌល្អឲ្យឯងមើលចិត្តតែឯងបែរជាជ្រើសយកកម្មករសំណងទៅវិញឯងចង់កើនជាមួយម៉ាក់មែនទេចៃខ្ញុំរើសអ្នកណាដូចជាមិនពាក់ព័ន្ធជាមួយចែងទេដឹងចែឯងនិយាយខុសមែនម៉ាក់ប្រាប់ឯងឲ្យច្បាស់យូឈីងបន្តិចទៀតអាកម្មករសំណងនឹងមកដល់បើវាគ្មានលុយថ្លៃទឹកដោះ1 លានទេរឿងរៀបការនេះចាត់ទុកជាអាសាការ1 លានម៉ាក់នេះម៉ាក់រៀបការកូនស្រីឬលោកកូនស្រីហ្នឹងនិយាយអញ្ចឹងកើតថ្ងៃការប្អូនប្រុសឯងចិត្តកំណត់ហើយថ្លៃទឹកដោះនៅខ្វះច្រើនណាស់ឯងជាបងស្រីយកថ្លៃទឹកដោះឯងមកជួយប្អូនវាជារឿងត្រឹមត្រូវហើយតើវាមានដៃមានជើងចង់បានលុយទៅរកខ្លួនឯងទៅឯងមើលចែកធំឯងទៅកាលមុនម៉ាក់ថាចង់យកថ្លៃទឹកដោះវាទៅទិញផ្ទះឲ្យប្អូនរៀបការវាព្រមភ្លាមមិនមាត់មួយម៉ាត់ជាបងស្រីដូចគ្នាមិនក៏ឯងអាត្មានិយមលេះអុយម៉ាក់កុំខឹងអីយូឈីងវារៀបការជាមួយកម្មករសំណងប្រាក់ខែវា1 ឆ្នាំមិនស្មើប្រាក់ខែប្តីខ្ញុំ1 ខែផងវារកមិនបានក៏ជារឿងធម្មតាដែរម៉ាក់មិនខ្វល់ទេបារាវរកលុយមិនបានទេលេងលេះគ្នាភ្លាមបើម៉ាក់ចង់យកខ្ញុំទៅលក់ឲ្យអ្នកមានដើម្បីដូរយកលុយថ្លៃទឹកដោះប្អូនអញ្ចឹងរឿងលេងលេះនេះខ្ញុំដាច់ខាត់មិនព្រមទេស៊ូយូឈីងឥឡូវម៉ាក់ប្រដែងលេងបានហើយមែនទេហាសសុំទោសផងខ្ញុំមកយឺតអីនឹងហោជាប្តីមួយរំពេចរបស់យូឈីងបាទហឹមមុខមាត់ក៏សំរុំគ្រាន់បើដែរតើអរគុណម៉ាក់ដែលបានសរសើរ